អីដែលខ្ញុំដឹងហើយលោកគ្រូភាពខ្លាំងរបស់អ្នកលក់គឺអត់ស្ថិតទៅលើមាត់និយាយទេប៉ុន្តែស្ថិតទៅលើការលក់ជាក់ស្ដែងវិញលោកគ្រូប៉ុន្តែអ្នកខ្លះពូកែអួតមែនតើទាំងដែលខ្លួនឯងគឺលក់អត់គ្រប់គោលដៅទេពេលខ្លះគេបរៀនឬក៏សំបីតែជួលគ្រូមកបរៀនក៏គាត់នៅតែស្ដាប់គេដែរតើយើងគួរធ្វើដូចម្ដេចលោកគ្រូចំពោះអ្នកលក់ប្រភេទហ្នឹងណាអូខេយ៉ាក៏ពិតក៏ភ្លេចខ្លួនបើយើងនិយាយឲ្យវាយុត្តិធម៌ក៏ភ្លេចខ្លួនគាត់គ្រាន់តែមានបទពិសោធន៍ច្រើនហើយគាត់ដឹងរឿងច្រើនគាត់យល់ពីផលិតផលយល់ពីក្រុមហ៊ុនច្រើនគាត់គិតថាគាត់ប្រកែកក៏ប៉ុន្តែដល់ពេលយើងមើលលទ្ធផលរបស់គាត់ពេលខ្លះគាត់គ្រាន់តែគ្រប់គោលដៅហ្នឹងពេលខ្លះគាត់លើកតិចតួចទៅប៉ុន្តែភាគច្រើនរបស់គាត់មកគឺអត់ដល់គោលដៅអញ្ចឹងបូកដល់គុណចែកទៅនៅតែអត់ដល់គោលដៅខ្វះតិចតួចហើយដល់ពេលគាត់កលេទៅមើលជុំវិញខ្លួនគាត់ទៅហាក់ដូចជាអ្នកផ្សេងហ្នឹងនៅតែឆ្ងាយពីគាត់លទ្ធផលបាន40បាន50ទៅ70អីចឹងទៅហើយគាត់ឡើងដល់90អីចឹងចឹងគាត់មានអារម្មណ៍គាត់មានមនុស្សគាត់នឹងគេក្តៅចឹងក៏ពួតប៉ុន្តែមនុស្សប្រភេទហ្នឹងមិនមែនចាត់ទុកថាជាជើងខ្លាំងទេពីព្រោះបើយើងមើលទៅគាត់ខ្លាំងក្នុងចំណោមអ្នកខ្សោយគាត់មិនមែនខ្លាំងនៅក្នុងចំណោមអ្នកខ្លាំងទេឥឡូវខ្ញុំនិយាយទៅកាន់តែលោកវិញយើងជាបុគ្គលិកយើងជាភ្នាក់ងារយើងផ្នែកលក់យើងដឹងច្បាស់ហ្មងថាដល់តែយើងលក់គ្រប់គោលដៅបើយើងទទួលបាន commission ប្រាក់លើកទឹកចិត្តចង់មានប្រយោជន៍អីនៅពេលដែលយើងលក់មិនតាន់គ្រប់គោលដៅផងហ្នឹងមិនចឹងតែយើងទៅមានអំណួតដោយសារតែយើងលក់បានលទ្ធផលច្រើនជាងសមាជិកក្រុមដទៃទៀតវាអត់គួរតែធ្វើយើងមានអំណួតទេហើយក៏វាអត់គួរជាចំណុចចាប់ផ្ដើមនៅក្នុងការដែលធ្វើយើងទៅអួតក្អេងខាងនៅក្នុងក្រុមឬក៏ពេលដែលប្រជុំមួយមេអត់សោះឲ្យតម្លៃទេយើងគួរតែដាក់ចិត្តអោននៃការគេថាគួរតែអោនបន្ទោបន្តិចហើយគួរតែប្រឹងប្រែងរៀនសូត្របន្តិចដើម្បីឲ្យខ្លួនឯងនឹងអាចធ្វើការងារបានល្អប្រសើរជាងចឹងសំណួរដែលយើងសួរថាតើយើងគួរធ្វើម៉េចជាមួយនឹងពួកគាត់បើយើងនិយាយពីនាមជាអ្នកដឹកនាំឬក៏ជាសមាជិកក្រុមវិញម្ដងតែក្នុងនាមយើងជាសមាជិកក្រុមក្នុងនាមយើងជាអ្នកដឹកនាំយើងអត់អាចទៅប្រាប់គាត់ឈប់អួតបានទេតែយើងអត់អាចទៅខាត់គាត់មិនឲ្យមានអំនួតចំពោះអ្វីដែលគាត់ធ្វើបានក៏ប៉ុន្តែអ្វីដែលយើងអាចធ្វើបានយើងនាំគាត់ឆ្លុះបញ្ចាំងពីគិតពិតរបស់គាត់ឆ្លុះបញ្ចាំងពីគិតពិតរបស់ក្រុមវិញដែលឆ្លុះបញ្ចាំងអំពីគោលដៅនិងចក្ខុវិស័យអនាគតរបស់គាត់អញ្ចឹងខ្ញុំគិតរឿង3ធំហ្នឹងអញ្ចឹងទីវាឆ្លុះបញ្ចាំងអំពីគិតពិតរបស់គាត់ក្នុងនាមយើងជាសមាជិកក្រុមយើងមិនមានសិទ្ធិអីខ្លាំងទេប៉ុន្តែយើងជជែកលេងជាមួយគាត់ក្នុងនាមជាមិត្តភក្តិពេលព្រោះយើងចង់បានការរីកចម្រើនយើងចង់ដល់គោលដៅទាំងអស់អញ្ចឹងឥឡូវនេះលទ្ធផលយើងវាទៅតែមកគ្រប់ទេវាក៏មិនទាន់ល្អអីណាស់ណាដែរយើងអត់គួរអួតក្អេងខាងពេកទេយើងគួរតែរួមគ្នាដើម្បីជួយឲ្យក្រុមយើងនឹងបានលទ្ធផលច្រើនជាងនេះហើយបើសិនតែយើងនៅតែនិយាយអួតក្អេងខាងតែលទ្ធផលយើងបានតែមកគ្រប់ឬក៏អូនឯងលើឬក៏អូនឯងគ្រប់ប៉ុន្តែអ្នកផ្សេងអត់គ្រប់ចិត្តក្រុមយើងអត់ដល់គោលដៅផងហ្នឹងលើកតើអូនឯងតែអ្នកផ្សេងអត់គ្រប់អញ្ចឹងក្រុមនឹងវាប្រកាសជារលាយយើងនឹងប្រកាសជាបាត់បង់សមាជិកល្អអញ្ចឹងយើងគួរតែនៅជុំគ្នាដើម្បីធ្វើការវិភាគបានយូរទៅហើយបើយ៉ាងទៀតដែលយើងលក់បានមកគ្រប់តិចតួចយើងអត់បាន commission ច្រើនទេលុយយើងយកទៅមកប្រើការក៏អត់បានច្រើនដែរព្រោះអ្នកលក់ជាទូទៅប្រាក់ខែមិនច្រើនទេប្រាក់ខែរបស់អ្នកលក់មកគឺពឹងផ្អែកទៅលើលុយចេញពីប្រាក់ commission ទេប្រាក់លើកទឹកចិត្តទេមិនមែនលុយកាត់ចេញមកពីប្រាក់ខែប្រាក់ខែជាទូទៅបានមកល្មមទេបើនៅស្រុកគេដែលខ្ញុំទៅបង្រៀនទៅធ្វើ coaching ភាគច្រើនទៅលោកអត់មានប្រាក់ខែទេស៊ី commission ទេចឹងយើងអត់មានទេចឹងយើងចង់បញ្ជាក់មកវិញនៅពេលដែលយើងនាំមកសពបញ្ជាក់ឲ្យយល់គេយើងអាចនឹងមានสิ่ងខ្លះគាត់របៀបដែលខ្ញុំធ្វើការជាមួយគាត់ពេលដែលខ្ញុំក្នុងនាមជាអ្នកដឹកនាំគាត់ឬក្នុងនាមជាគ្រូបង្វឹកខ្ញុំធ្វើផ្សេងពីមែនតើមកស្លីខ្ញុំមានដំណើរការរបស់ខ្ញុំដែលខ្ញុំហៅថាយុទ្ធសាស្ត្រក3ដើម្បីតម្រង់ទិសមនុស្សកុំឲ្យមានអំនួត
សំណួររបស់ខ្ញុំទៅនឹងក3នេះខ្ញុំថានិយាយថាឥឡូវអនឡាញគិតមើលពេលដែលឯងចាប់ពីកន្លែងធ្វើការនឹងទៅហើយចង់ឲ្យគេនិយាយឲ្យឯងមួយម៉ាត់គេនិយាយពីអីចុះឧទាហរណ៍ថាយើងជាមនុស្សមានអំនួតតែយើងចង់ពេលដែលចេញពីកន្លែងហ្នឹងទៅឬក៏ពេលយើងនៅនឹងប៉ុន្តែអ្នកមកទៅសួរថាអូតារាជាមនុស្សភេទណាស្រាប់តែក្រុមរបស់យើងហ្នឹងមនុស្សនៅក្នុងក្រុមរបស់យើងនិយាយថាតារាមនុស្សមានអំនួតពេលដែលយើងខាត់ឮថាមនុស្សមានអំនួតម៉ាត់ហ្នឹងអ្នកដែលគេស្ដាប់ឮហ្នឹងគឺគេអត់ចង់ធ្វើការមួយយើងបាត់ហើយគេអត់ចង់យកយើងទៅទេព្រោះយើងនឹងខ្លាចតែជាទូឯងនៅកន្លែងចឹងមានបញ្ហាចឹងរបៀបដែលខ្ញុំធ្វើហ្នឹងក៏ទីមួយខ្ញុំចង់និយាយថាស្អីដែលជាកិត្តិយសស្អីដែលជាកេរ្តិ៍ឈ្មោះដែលគាត់ចង់បន្សល់ទុកនៅកន្លែងរបស់គាត់ហ្នឹងបើគាត់ចង់បន្សល់ទុកកេរ្តិ៍ឈ្មោះអត់ល្អទៅជាមនុស្សអំនួតទៅជាមនុស្សខ្ជិលទៅជាមនុស្សអេខាងអីហ្នឹងខ្ញុំក៏អត់ខៃថាបាត់ដែរប៉ុន្តែគាត់ទៅចាំថាអានេះវាជាបញ្ហារបស់គាត់ទៅស្អីខាងមុខអូខេហើយបន្ទាប់មកបើសិនតែគាត់ចង់ឲ្យគេយល់គេចង់ចាំគាត់សំឡេងដូចល្អគាត់គ្រាន់តែដឹងថាគាត់ចង់ឲ្យគេនិយាយពីគាត់ថាម៉េចអូតារាជាមនុស្សដែលមានទំនួលខុសត្រូវអូតារាជាមនុស្សអត់ប្រកាន់ទេគាត់គិតគូរពីការជួយសម្បត្តិក្រុមឲ្យដើរដល់គោលដៅអូគាត់ជាមនុស្សចិត្តល្អគាត់ជួយចែកលែកចំណេះជំនាញដែលគាត់ធ្វើបានល្អចឹងណាស់គាត់ទៅដើរចង់បានយើងដែរហើយអ្នកក្រៅពេលដែលគេស្ដាប់ឮយើងជាប្រភេទហ្នឹងចេញពីនិវត្តន៍ដែលធ្វើការមួយយើងពីមុនទៅមុនណាគេរកមួយច្បាប់ដើម្បីតាក់ទងពីយើងហើយពេលនេះហើយគឺជាពេលដែលយើងអាចរកលុយបានច្រើនអានេះដែលយើងអាចចរចាប្រាក់ខែបានចរចាប្រាក់ commission បានអានេះខ្ញុំចង់និយាយចឹងទី1អ្វីដែលខ្ញុំធ្វើដើម្បីកុំឲ្យគាត់មានចំនួនឬក្បួនក្អេងខាងហ្នឹងគឺតាក់ទងជាមួយនឹងកិត្តិយសដែលគាត់ចង់បន្សល់នៅកន្លែងដែលគាត់ធ្វើចឹងខ្ញុំនិយាយកទី1ច្រើនជាងគេប៉ុន្តែកទី2កទី3ខ្ញុំអត់និយាយអីច្រើនទេខ្ញុំថាអូខេហើយអាគេឈ្មោះដែលយើងសល់អាកទី2នេះគឺផ្ដោតទៅការងាររបស់គាត់បើទៅការងាររបស់គាត់ហ្នឹងឯងតែទៅការងាររបស់គាត់បានល្អបំពេញទូនាទីគាត់បានល្អទៅអញ្ចឹងគាត់នឹងមានកិត្តិយសល្អហើយដើម្បីគាត់បំពេញទូនាទីគាត់បានល្អបំពេញការងារគាត់បានល្អហ្នឹងបានផលល្អហ្នឹងគាត់គ្រាន់តែមានភាពក្លាហានទៅវាបានហើយអញ្ចឹងកទី2នេះគឺការងារកទី3នេះគឺខ្លះចឹងខ្ញុំគាត់ថាដើម្បីកុំឲ្យគាត់ពួតគេខាងពេកយើងឲ្យគាត់មើលទៅទៅហើយប្រាប់គាត់ថាគាត់ចង់បន្សល់គេឈ្មោះអាម៉េចនៅកន្លែងរបស់គាត់តែក៏ប្រាប់គាត់សំទោសគឺសួរគាត់ឲ្យគាត់និយាយពីអ្វីដែលគាត់ចង់ឲ្យគេនិយាយពីគាត់នៅកន្លែងការងារមួយហ្នឹងចេញទៅពីកន្លែងហ្នឹងចង់ឲ្យគេសរសើរឬក៏ចង់ឲ្យគេផ្អាប់ហើយចង់ឲ្យគេពេកមកឬក៏ពេលខ្លះចង់ឲ្យគេស្បោះមកនេះជាចំណុចដែលសំខាន់អូខេចឹងសម្រាប់ខ្ញុំដើម្បីកុំឲ្យគាត់ពួតគេខាងពេករបៀបយើងជាសមាជិកក្រុមរបៀបយើងគេដឹកនាំគាត់យើងត្រូវតែមានស្មារតីទទួលស្គាល់ការប៉ុន្តែម្ដងថាយើងធ្វើដើម្បីអីគេពិតប្រកបនៅកន្លែងហ្នឹងគាត់ចង់ឲ្យគេនិយាយគាត់ពីអីណាទើបយើងអាចធ្វើលទ្ធផលបានល្អប្រសើរ